គាថាធម្មបទរឿងភិក្ខុកោសំពីព្រះសាស្តាការគង់ក្នុងវត្តចេតពុនទ្រង់ប្រារព្ធភិក្ខុកោសំពីត្រាស់ធម្មទេសនានេះថាបរិជ្ជៈវិជានន្តិជាដើមសេចក្តីពិស្ដាថាភិក្ខុពីររូបគឺព្រះវិន័យធម៌មួយរូបព្រះធម្មធម៌មួយរូបមានបរិវារមួយរូប500នៅក្នុងខោសិតារាមទីក្រុងកោសំពីថ្ងៃមួយព្រះធម្មធម៌បានចូលបង្គន់ហើយបន្សល់ទឹកសម្រាប់ជំរះទុកក្នុងភាជនៈជំរះនៅក្នុងបន្ទប់ទឹកនោះហើយក៏ចេញមកវិញខាងក្រោយមកព្រះវិន័យធម៌បានចូលទៅក្នុងបន្ទប់ទឹកនោះឃើញទឹកនោះចេញមកសួរធម្មធម៌ថាមនាលអវសោលោកបន្សល់ទឹកទុកឬធម្មធម៌ថាករណាលោកនៅមានអាយុវិន័យធម៌ថាលោកមិនដឹងថាជាអាបត្តិព្រោះការបន្សល់ទឹកទុកទេឬធម្មធម៌ថាករណាខ្ញុំមិនដឹងទេវិន័យធម៌ថាមនាលអវសោលោកមិនដឹងថាជាអាបត្តិដោយការបន្សល់ទឹកទុកនេះក៏ណាហើយចោះធម្មធម៌ថាបើដូច្នោះខ្ញុំនឹងសម្ដែងអាបត្តិនោះចេញវិន័យធម៌ថាមនាលអវសោប្រសិនបើសេចក្តីនោះលោកមិនមានចិត្តខ្លែងព្រោះតែការមិនមានសតិអាបត្តិក៏មិនមានព្រះធម្មធម៌នោះបានជាអ្នកមើលការឃើញអាបត្តិនោះថាមិនមែនជាអាបត្តិចំណែកព្រះវិន័យធម៌បានប្រាប់សិស្សរបស់ខ្លួនថាព្រះធម្មធម៌រូបនេះត្រូវអាបត្តិហើយក៏មិនដឹងថាជាអាបត្តិសិស្សរបស់ព្រះវិន័យធម៌នោះឃើញសិស្សរបស់ធម្មធម៌នោះហើយបានពោលថាព្រះឧបជារបស់លោកសំបីត្រូវអាបត្តិហើយក៏មិនដឹងថាជាអាបត្តិសិស្សរបស់ធម្មធម៌នោះទៅប្រាប់ឧបជារបស់ខ្លួនធម្មធម៌នោះនិយាយយ៉ាងនេះថាព្រះវិន័យធម៌រូបនេះការមុននិយាយមិនជាអាបត្តិឥឡូវនិយាយថាជាអាបត្តិព្រះវិន័យធម៌រូបនេះនិយាយដោយមុសាសិស្សរបស់ធម្មធម៌នោះនិយាយថាព្រះឧបជារបស់លោកនិយាយមុសាសិស្សរបស់ព្រះវិន័យធម៌និងព្រះធម្មធម៌នោះញ៉ាំងចំនួនឲ្យចម្រើនហើយដោយប្រការយ៉ាងនេះខាងក្រោយមកព្រះវិន័យធម៌បានឱកាសហើយក៏បានធ្វើនៅឧបខេនិយកម្មដល់ព្រះធម្មធម៌ព្រោះទោសដែលមិនឃើញអាបត្តិចាប់ពីពេលនោះមកសំបីពួកឧបថៈអ្នកថ្វាយបច្ច័យ4ដល់ភិក្ខុទាំងពីររូបក៏បែកបាក់ជាពីរពួកភិក្ខុនេះអ្នកទទួលអវានក្តីពួកអរគទេវតាក្តីរបស់ភិក្ខុទាំងពីររូបនោះពួកអាកាសទេវតាជាមិត្តក្រំតែការឃើញព្រមទាំងមិត្តស្និទ្ធស្នាលរបស់ពួកអរុគទេវតាទាំងនោះក្តីពួកពុទ្ធជនទាំងពួងក្តីបានបែកជាពីរពួករហូតដល់ព្រហ្មលោកក៏មានសម្លេងកឹកកងប្រព្រឹត្តទៅដូចគ្នាមានរហូតដល់ទៅអកនិតព្រំគ្រានោះភិក្ខុមួយរូបបានចូលទៅគាល់ព្រះតថាគតក្រាបទូលដល់ការដែលពួកភិក្ខុអ្នកលើកវត្តប្រកាន់ថាព្រះធម្មធម៌រូបនោះសង់លើកវត្តហើយដោយកម្មដែលប្រកបដោយធម៌និងការដែលពួកភិក្ខុអ្នកប្រព្រឹត្តតាមធម្មធម៌ដែលសង់លើកវត្តហើយប្រកាន់ថាព្រះឧបជារបស់ពួកយើងសង់លើកវត្តហើយជាកម្មដែលមិនប្រកបដោយធម៌និងការដែលពួកភិក្ខុអ្នកប្រព្រឹត្តតាមនៅធម្មធម៌ដែលសង់លើកវត្តនោះសូម្បីតែពួកភិក្ខុអ្នកលើកវត្តហាមហើយក៏នៅតែជជែកត្រាញតាមហើយហោមចោមរោមនៅធម្មធម៌នោះដដែលព្រះមានព្រះភិក្ខបញ្ជូនឱវាទទៅថាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយជួបព្រមព្រៀងគ្នាអស់វរៈ2ដងទ្រង់ព្រះសន្តាប់បបិទ្ធព្រះអង្គដ៏ចម្រើនពួកភិក្ខុមិនព្រមព្រៀងគ្នាទេទាំងវរៈទី3ទ្រង់ព្រះសន្តាប់ថាភិក្ខុបែកគ្នាហើយដូច្នោះហើយទើបស្ដេចយាងទៅកាន់សំណាក់របស់ភិក្ខុទាំងឡាយហើយត្រាស់ទោសក្នុងការលើកវត្តរបស់ភិក្ខុអ្នកលើកវត្តនិងទោសក្នុងការមិនលើកឃើញនៅអាបត្តិរបស់ភិក្ខុក្រៅនេះហើយទ្រង់អនុញ្ញាតសង្ឃកម្មទាំងឡាយមានឧបោសថកម្មក្នុងសីមាជាមួយគ្នាក្នុងវត្តខោសិតារាមនោះដល់ភិក្ខុទាំងឡាយទៀតហើយទ្រង់បញ្ញត្តិក្នុងរោងឆ័ន្ទថាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយក៏បីអង្គុយជួលលើអាសនៈនីមួយៗជាចន្លោះដូចនេះជាដើមដល់ភិក្ខុទាំងឡាយអ្នកកើតការប្រកួតប្រកាន់គ្នាក្នុងទីទាំងឡាយមានរោងឆ័ន្ទជាដើមហើយទ្រង់ព្រះសន្តាប់ថាសូម្បីឥឡូវនេះភិក្ខុទាំងឡាយក៏នៅតែការប្រកួតប្រកាន់ឆ្លោះទាស់ទែងគ្នាដដែលទើបស្ដេចយាងទៅវត្តខោសិតារាមនោះហើយទ្រង់ហាមថាមនាលភិក្ខុទាំងឡាយ
អ្នកទាំងឡាយកុំប្រកាន់ឆ្លោះទាស់ទែងខ្វែងកំណត់គ្នាឡើយដូច្នេះជាដើមហើយទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយដែលឈ្មោះថាការប្រកួតប្រកាន់គ្នាការឆ្លោះទាស់ទែងគ្នាការប្រកាន់ខ្វែងកំណត់គ្នាការវិវាទឆ្លោះគ្នានោះនាំមកនៅសេចក្តីវិនាសពិតណាស់សូម្បីសត្វជីបកបាសអាស្រ័យការឆ្លោះគ្នាអាចធ្វើឲ្យស្ដេចដំរីដល់ការអស់ជីវិតដូច្នោះហើយទ្រង់ត្រាស់លាក់ដោដេកៈជាដកហើយត្រាស់ថាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយចូលព្រមព្រៀងគ្នាចុះកុំវិវាទគ្នាឡើយសូម្បីសត្វជីបកបាសជាច្រើនពាន់អាស្រ័យការវិវាទគ្នាបានដល់នៃការអស់ជីវិតដូច្នោះហើយត្រាស់នៅវត្តដាក់ជាដកសូម្បីព្រះសម្មាសម្ពុទ្ធទ្រង់ទូមានព្រានប្រដៅយ៉ាងណាក៏ដោយភិក្ខុទាំងនោះក៏មិនស្ដាប់ការភិក្ខុធម្មវេទីមួយរូបមិនពេញចិត្តឲ្យតថាគតលំបាកបានក្រាមទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនសូមព្រះមានព្រះភិក្ខជាម្ចាស់ជាស្ដេចនៃធម៌សូមទ្រង់រង់ចាំសិនចុះបបិទ្ធព្រះអង្គដ៏ចម្រើនសូមព្រះមានព្រះភិក្ខទ្រង់មានការខ្វល់ខ្វាយតិចមានការព្យាយាមប្រកបនៅធម៌ដែលជាគ្រឿងនៅសុខក្នុងទិដ្ឋិធម៌ចុះពួកខ្ញុំព្រះអង្គនឹងប្រកាសក្នុងការប្រគួតប្រកាន់ការឆ្លោះការប្រកាន់ខ្វែងកំណត់គ្នានិងការវិវាទគ្នានេះឯងព្រះមានព្រះភិក្ខត្រាស់ដំណើរដល់នៃការដែលព្រះបាទទីខតិកោសលរាជត្រូវបានព្រះបាទព្រហ្មទត្តដណ្ដើមយករាជសម្បត្តិព្រះអង្គបន្លំភេទមិនឲ្យនរណាស្គាល់ទ្រង់គង់នៅក្នុងក្រុងពារាណសីត្រូវព្រះបាទព្រហ្មទត្តចាប់ផ្ដាច់ប្រជញ្ញនឹងការដែលព្រះបាទព្រហ្មទត្តព្រមទាំងទីឃាវកុមារនោះព្រមព្រៀងគ្នាចាប់ផ្ដើមពីពេលដែលទីឃាវកុមារបានថ្វាយជីវិតដល់ព្រះអង្គថាមនាលភិក្ខុទាំងឡាយមានព្រះបាទក្រុងកោសីមួយព្រះអង្គទ្រង់ប្រណិមថាព្រះបាទព្រហ្មទត្តដូច្នេះជាដើមសូម្បីត្រាស់ព្រានប្រដៅថាមនាលភិក្ខុទាំងឡាយសេចក្តីអត់ធន់នឹងការស្ងប់ស្ងៀមបែបនោះបានមានហើយដល់ព្រះរាជាទាំងនោះអ្នកមានដំបងដែលកាន់ទុកហើយអ្នកមានសត្រានៅក្នុងដៃហើយមនាលភិក្ខុទាំងឡាយការដែលអ្នកទាំងឡាយបួសហើយក្នុងធម៌វិន័យដែលតថាគតសម្ដែងហើយដោយការប្រពៃយ៉ាងនេះគួរជាអ្នកអត់ធន់ជាអ្នកស្ងប់ស្ងៀមនិងគប្បីស្អាតក្នុងធម៌វិន័យនោះឯងដូច្នេះក៏នៅតែមិនអាចធ្វើឲ្យភិក្ខុទាំងឡាយឲ្យព្រមព្រៀងគ្នាបានព្រះអង្គទ្រង់អបសពប្រតិព្រោះការដែលនៅច្របូកច្របល់ទើបទ្រង់ព្រះចិន្តាថាការដែលតថាគតនៅច្របូកច្របល់គ្នាយ៉ាងនេះរមែងជាទុក្ខហើយភិក្ខុទាំងនេះក៏មិនធ្វើតាមពាក្យរបស់តថាគតទៀតបើដូច្នេះតថាគតក៏បីគីចេញអំពីពួកតែនៅតែមួយព្រះអង្គឯងដូច្នេះហើយស្ដេចទ្រង់ទៅបិណ្ឌបាតក្នុងក្រុងកោសាំពីមិនត្រាស់ប្រាប់ភិក្ខុសង្ឃទ្រង់កាន់បាតនិងចីវររបស់ព្រះអង្គស្ដេចយាងទៅពាលកៈលោនាការ៉ាមតែមួយព្រះអង្គឯងត្រាស់ឯកចរិកវត្តដល់ព្រះកុតថេក្នុងពាលកៈលោនាការ៉ាមនោះហើយត្រាស់នៅអានិសង្ឃនៃការសាមគ្គីដល់បុត្រ3នាក់ក្នុងមេគតិយវ័នឈ្មោះប៉ាចិននិវង្សហើយស្ដេចយាងទៅកាន់ស្រុកប៉ាលេឡៃដោយបានស្ដាប់មកគ្រានោះព្រះមានព្រះភិក្ខទ្រង់អាស្រ័យស្រុកប៉ាលេឡៃស្ដេចនៅចាំវសាក្រោមដើមសាលព្រឹកធំក្នុងដងព្រៃរខេតវ័នដែលដំរីប៉ាលេឡៃឧបថៈនៅជាសុខចំណែកពួកឧបាសកនៅក្នុងក្រុងកោសាំពីនោះឯងទៅកាន់វិហារមិនឃើញព្រះសាស្តាទើបសួរថាព្រះសាស្តាស្ដេចយាងទៅណាលោកម្ចាស់ភិក្ខុទាំងឡាយពោលថាស្ដេចយាងទៅកាន់ដងព្រៃប៉ាលេឡៃហើយឧបាសកថាព្រោះហេតុអ្វីលោកម្ចាស់ភិក្ខុថាព្រះអង្គទ្រង់ព្យាយាមធ្វើឲ្យពួកយើងព្រមព្រៀងគ្នាតែពួកយើងមិនព្រមព្រៀងគ្នាឧបាសកថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនលោកម្ចាស់ទាំងឡាយបួសនៅក្នុងសំណាក់របស់ព្រះសាស្តាហើយការដែលព្រះអង្គទ្រង់សម្ដែងធម៌ឲ្យសាមគ្គីគ្នាមិនសាមគ្គីគ្នាឬភិក្ខុទាំងឡាយឆ្លើយថាមនាលឧបាសកទាំងឡាយយ៉ាងនេះឯងឧបាសកឧបាសិកាទាំងនោះគិតគ្នាថាពួកភិក្ខុទាំងនេះបួសនៅក្នុងសំណាក់របស់ព្រះសាស្តាហើយការព្រះអង្គទ្រង់សម្ដែងធម៌ឲ្យសាមគ្គីគ្នាក៏មិនសាមគ្គីគ្នាពួកយើងមិនបានឃើញព្រះសាស្តាព្រោះអាស្រ័យភិក្ខុទាំងនេះឯងពួកយើងនឹងមិនធ្វើអាសនៈនិងធ្វើសមីជកម្មក្នុងការគោរពក្នុងការសំពះជាដើមដល់ភិក្ខុទាំងនេះទៀតចាប់ផ្ដើមពីពេលនោះមក
ក៏មិនធ្វើសំបីត្រឹមតែសមីជាកម្មដល់ភិក្ខុទាំងនោះភិក្ខុទាំងឡាយស្គាំស្គមព្រោះមានអាហារតិចដោយពី3ថ្ងៃប៉ុណ្ណោះក៏ជាមនុស្សត្រង់សម្ដែងនៅទោសប្រព្រឹត្តកន្លងហើយដល់គ្នានឹងគ្នាញ៉ាំងគ្នានឹងគ្នាឲ្យអន់ទោសឲ្យហើយពោលថាមនាលឧបាសកនិងឧបាសិកាទាំងឡាយសូមជ្រាបថាយើងទាំងឡាយព្រមព្រៀងគ្នាហើយចំណែកពួកលោកចូលប្រគេនបច្ច័យ4ដល់ពួកយើងដោយការពីមុនចុះឧបាសកថាលោកម្ចាស់ទាំងឡាយសូមឲ្យព្រះសាស្តាអត់ទោសហើយឬនៅភិក្ខុថាចម្រើនពរញោមឧបាសកយើងទាំងឡាយមិនទាន់សូមឲ្យទ្រង់អត់ទោសឲ្យនៅឡើយទេឧបាសកថាបើដូច្នេះសូមលោកម្ចាស់ទាំងឡាយទៅសូមខមាទោសព្រះសាស្តាចុះចំណែកខ្ញុំម្ចាស់ទាំងឡាយនឹងប្រគេនបច្ច័យ4ដល់លោកម្ចាស់ទាំងឡាយដោយពីមុនទៀតក្នុងការដែលលោកម្ចាស់ទាំងឡាយសូមឲ្យព្រះសាស្តាអត់ទោសឲ្យភិក្ខុទាំងឡាយមិនអាចនឹងទៅកាន់សំណាក់របស់ព្រះសាស្តាព្រោះការនៅក្នុងវសាញ៉ាំងការខាងក្នុងវសានោះឲ្យកន្លងទៅដោយលំបាកចំណែកខាងព្រះសាស្តាដែលដំរីដ៏ប្រសើរនោះគត់គង់ហើយទ្រង់គង់នៅជាសុខចំណែកដំរីនោះបានលះបង់នៅវងរបស់ខ្លួនចូលទៅកាន់ព្រៃនោះដើម្បីជាប្រយោជន៍ដល់កិរិយានៅជាសុខដែរព្រះធម្មសង្គីហកាចារ្យបានពោលទុកថាគ្រានោះការត្រេះរេះបានមានដល់ស្ដេចដំរីនោះថាយើងនៅជ្រលោកច្រឡំនឹងដំរីឈ្មោលទាំងឡាយដំរីញីទាំងឡាយដំរីស្ទាវទាំងឡាយនិងកូនដំរីទាំងឡាយយើងទំពាស៊ីនៅស្មៅទាំងឡាយមានចុងរិចផងហើយពួកវារងចាំទំពាស៊ីមេឈើដែលយើងបំបាក់ហើយផងហើយយើងផឹកទឹកល្អក់ផងការយើងចុះនឹងឡើងទៅកាន់កំពង់ពួកដំរីញីក៏ដើរត្រដោះកាយរបស់យើងបើដូច្នោះគួរតែយើងជៀសចេញអំពីវងទៅនៅម្នាក់ឯងគ្រានោះឯងស្ដេចដំរីបានជៀសចេញចាក់វងចូលទៅកាន់ព្រៃដែលនៅក្នុងស្រុកប៉ាលីឡៃឈ្មោះរកេតវ័នក្រោមដើមសាលព្រឹកធំត្រង់កន្លែងដែលព្រះសាស្តាស្ដេចគង់នៅលុះចូលទៅដល់ថ្វាយបង្គំព្រះមានព្រះភិក្ខហើយរមិលមើលមិនឃើញនៅវត្ថុអ្វីឡើយទើបប្រហាតនៅទីចិត្តនៃដើមសាលព្រឹកដោយជើងឈូសឲ្យរៀបស្មើកាន់យកនៅមេឈើដោយប្រមោយបោសសម្អាតទីនោះចាប់តាំងពីពេលនោះមកស្ដេចដំរីនោះបានចាប់ឆ្នាំងដោយប្រមោយដងទឹកឆាន់ទឹកប្រើប្រាស់ដំកល់សម្រាប់ទុកការដែលព្រះអង្គត្រូវការទឹកក្តៅក៏ចាត់ចែងទឹកក្តៅប្រគិនស្ដេចដំរីនោះបានចាត់ចែងទឹកក្តៅបានយ៉ាងដូចម្ដេចស្ដេចដំរីនោះកោតមេឈើដោយប្រមោយឲ្យកើតជាភ្លើងដាក់អស់ឲ្យភ្លើងឆេះឡើងដុតសិលាក្នុងគំនរភ្លើងនោះហើយប្រមៀលដុំសិលាទាំងនោះទៅដោយកំណាត់ឈើបោះចូលទៅក្នុងត្រពាំងដោយតូចដែលខ្លួនបានកំណត់ទុកខណៈនោះដាក់ប្រមោយចុះទៅដឹងថាទឹកក្តៅហើយទើបថ្វាយបង្គំព្រះសាស្តាព្រះសាស្តាត្រាស់ថាមនាលប៉ាលីឡៃទឹកឯងដាំហើយឬដូច្នោះហើយស្ដេចយាងទៅស្រង់ទឹកក្នុងទីនោះក្នុងការនោះស្ដេចដំរីនោះនាំផ្លែឈើផ្សេងមកប្រគេនដល់ព្រះសាស្តាក៏កាលព្រះសាស្តាស្ដេចចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាតស្ដេចដំរីនោះបានយកបាតជីវរទុកដាក់លើក្បាលតាមព្រះសាស្តាទៅព្រះសាស្តាស្ដេចយាងទៅដល់ដែនរបស់អ្នកស្រុកហើយប្រាប់ថាមនាលប៉ាលីឡៃតាំងពីទីនេះទៅឯងមិនអាចទៅបានទេឯងចូលឲ្យបាតនឹងជីវររបស់តថាគតមកដូច្នោះហើយឲ្យស្ដេចដំរីនោះយកបាតនិងជីវរនោះមកថ្វាយហើយស្ដេចចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាតបបិទ្ធព្រះករណាព្រះគុណម្ចាស់គ្រប់ព្រះអង្គនិងអស់លោកអ្នកសាទសពបរោះទាំងឡាយជាអ្នកស្ដាប់គួរឲ្យអាសូរស្ដេចដំរីនេះណាស់ចំណែកស្ដេចដំរីនោះឈរនៅទីនោះឯងរហូតទាល់តែព្រះសាស្តាស្ដេចចេញមកក្នុងវេលាដែលព្រះសាស្តាស្ដេចចេញមកក៏ធ្វើការទទួលហើយកាន់បាតនឹងជីវរដូចមុនហើយនាំទៅដាក់ទីប្រថាប់ហើយបក់ដោយស្លឹកឈើថ្វាយព្រះសាស្តាក្នុងរាត្រីស្ដេចដំរីនោះកាន់កំណត់ឈើធំដោយប្រមោយដើរទៅក្នុងចន្លោះនៃដងព្រៃរហូតដល់អរុណរះឡើងដើម្បីការពារអន្តរាយភ័យដែលនឹងកើតមានអំពីមរឹកកាចដោយតាំងចិត្តថានឹងរក្សាព្រះសាស្តាបានឮមកថាព្រៃនោះមានឈ្មោះថារកេតវនៈសណ្ឌៈចាប់តាំងពីការនោះមកលុះអរុណរះឡើងស្ដេចដំរីនោះធ្វើវត្តទាំងពួងដោយឧបាយដូចមុននោះឯងគឺមានការថ្វាយទឹកសម្រាប់លាងព្រះភ័ក្ត្រព្រះសាស្តាជាដើម
ក្នុងការនោះស្វាមួយបានឃើញដំរីនោះក្រោកឡើងហើយធ្វើនៅអភិសមាចរិកវត្តគឺការប្រណិប័តចំពោះព្រះតថាគតហើយគិតថាយើងគួរតែធ្វើអ្វីមួយថ្វាយព្រះសាស្តាដែរថ្ងៃមួយបានឃើញសបុកឃ្មុំនិងមេឈើដែលមិនមានមេកាត់មេឈើហើយដំសបុកឃ្មុំមកព្រមទាំងមេឈើទៅកាន់សំណាក់របស់ព្រះសាស្តាបានក្តីស្លឹកចេកទ្រាប់ហើយថ្វាយព្រះសាស្តាព្រះសាស្តាទ្រង់ទទួលហើយពាណោក្រឡេកមើលដោយគិតថាតើព្រះសាស្តាទ្រង់សោយដែរឬទេឃើញព្រះសាស្តាទ្រង់ទទួលហើយគង់នៅស្ងៀមគិតថាមានហេតុអ្វីណោទើបចាប់ចុងមេឈើត្រឡប់មើលឃើញកូនឃ្មុំហើយទើបចាប់កូនឃ្មុំទាំងនោះស្រាលនាំចេញហើយក៏បានថ្វាយសារជាថ្មីព្រះសាស្តាក៏ទ្រង់ទទួលសោយស្វានោះមានចិត្តត្រេកអរណាស់បានចាប់មេឈើនោះឈររាំក្នុងការនោះឯងមេឈើដែលស្វាចាប់នោះក្តីមេឈើដែលស្វានោះជន់ក្តីក៏បាក់ទៅស្វានោះក៏ធ្លាក់ចុះទៅបុកគល់ឈើហើយងាប់ទៅដោយអំណាចនៃសេចក្តីជ្រះថ្លាក៏ទៅចាប់បដិសន្ធិក្នុងវិមានកម្ពស់30យោជន៍ក្នុងឋានតាវតឹងមាននាងទេពអប្សរ 1000 នាក់ជាបរិវារការដែលព្រះតថាគតដែលស្ដេចដំរីឧបថៈទ្រង់គង់នៅក្នុងដងព្រៃឈ្មោះរកេតវ័ននោះបានប្រកាសនៅក្នុងចម្ពោះទ្វីបទាំងមូលត្រកូលធំគឺអនាថបណ្ឌិតសេដ្ឋីនិងនាងវិសាខាមហាឧបាសិកាជាដើមបានបញ្ជូនដំណឹងទៅប្រគេនព្រះអានន្ទថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនសូមលោកម្ចាស់សម្ដែងព្រះសាស្តាដល់ពួកខ្ញុំម្ចាស់ចំណែកភិក្ខុ500រូបដែលនៅចាំព្រះវសាក្នុងទិសចេញវសាហើយបានចូលទៅរកព្រះអានន្ទថេរអង្វរថាអានន្ទដ៏មានអាយុធម្មកថាក្នុងទីចំពោះព្រះសាស្តានៃព្រះភ័ក្ត្រនៃព្រះដ៏មានព្រះភិក្ខខ្ញុំម្ចាស់ទាំងឡាយខានបានស្ដាប់យូរមកហើយអានន្ទដ៏មានអាយុឥឡូវនេះខ្ញុំម្ចាស់ទាំងឡាយគប្បីបានស្ដាប់នៅធម្មិកថាក្នុងទីចំពោះព្រះភ័ក្ត្រព្រះមានព្រះភិក្ខចោះព្រះថេរៈនាំភិក្ខុទាំងនោះទៅកាន់ទីនោះហើយគិតថាការចូលទៅកាន់សំណាក់របស់ព្រះតថាគតដែលស្ដេចគង់នៅតែមួយព្រះអង្គឯងអស់ត្រីមាសព្រមទាំងជាមួយនឹងភិក្ខុដែលមានប្រមាណប៉ុណ្ណេះមិនសមគួរទេដូច្នោះហើយទើបបញ្ឈប់ភិក្ខុទាំងនេះទុកខាងក្រៅហើយចូលទៅគាល់ព្រះសាស្តាតែម្នាក់ឯងស្ដេចដំរីប៉ាលីឡៃឃើញព្រះអានន្ទថេរហើយកាន់កំណត់ឈើដេញព្រះអានន្ទព្រះសាស្តាឃើញហើយត្រាស់ថាមនាលប៉ាលីឡៃអ្នកចូលជាចេញទៅកុំហាមភិក្ខុនេះឡើយភិក្ខុនេះជាពុទ្ធាបដ្ឋៈដំរីប៉ាលីឡៃនោះបានបោះកំណត់ឈើចោលហើយមានបំណងនឹងទទួលបានជីវររបស់ព្រះថេរៈប៉ុន្តែព្រះថេរៈមិនបានឲ្យស្ដេចដំរីនោះបានគិតថាប្រសិនបើភិក្ខុរូបនេះមានវត្តដែលបានរៀនហើយលោកគង់នឹងមិនដាក់បរិខាររបស់ខ្លួនលើផ្ទាំងសិលាដែលជាទីប្រថាប់របស់ព្រះសាស្តាឡើយព្រះថេរៈបានដាក់បាតនិងជីវរលើផែនដីពិតណាស់ជនជាអ្នកដល់ព្រមហើយដោយវត្តរមែងមិនដាក់បរិខាររបស់ខ្លួនលើទីអង្គុយឬលើទីដេករបស់គ្រូស្ដេចដំរីនោះឃើញអាការៈនោះហើយក៏មានចិត្តជ្រះថ្លាព្រះថេរៈអភិវាទព្រះសាស្តាហើយអង្គុយនៅក្នុងទីដ៏សមគួរមួយព្រះសាស្តាត្រាស់សួរថាមនាលអានន្ទអ្នកមកតែម្នាក់ឯងទេឬព្រះអានន្ទក្រាបទូលព្រះសាស្តាថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គមកជាមួយនឹងភិក្ខុ500រូបពេលនោះព្រះសាស្តាត្រាស់សួរព្រះអានន្ទថាភិក្ខុទាំងនោះនៅទីណាព្រះថេរៈក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គមិនជ្រាបទឹកប្រតីរបស់ព្រះអង្គទើបខ្ញុំព្រះអង្គឲ្យភិក្ខុទាំងនោះនៅខាងក្រៅហើយចូលមកតែម្នាក់ឯងព្រះសាស្តាត្រាស់ថាមនាលអានន្ទអ្នកចូលទៅហៅភិក្ខុនោះមកចោះព្រះថេរៈក៏ធ្វើតាមព្រះសាស្តាភិក្ខុទាំងនោះមកថ្វាយបង្គំព្រះសាស្តាហើយអង្គុយនៅក្នុងទីដ៏សមគួរមួយព្រះសាស្តាទ្រង់ធ្វើបដិសន្ធារៈនឹងភិក្ខុទាំងឡាយការភិក្ខុទាំងឡាយក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនព្រះមានព្រះភិក្ខជាព្រះពុទ្ធដ៏សុខុមនិងជាក្សត្រដ៏សុខុមព្រះអង្គទ្រង់ប្រថាប់ឈរនិងប្រថាប់គង់តែមួយព្រះអង្គឯងអស់ត្រីមាសធ្វើកិច្ចដែលគួរធ្វើបានដោយលំបាកអ្នកធ្វើវត្តធំនិងវត្តតូចអ្នកថ្វាយទឹកលាងព្រះភ័ក្ត្រក្តីប្រហែលជាមិនមានហើយមើលទៅព្រះសាស្តាត្រាស់ថាមនាលភិក្ខុទាំងឡាយកិច្ចទាំងពួងរបស់តថាគត
cứ đầm rây ba để lấy trên nẹ pra để bạch trên nẹ thơ có bậc cổ nẹ ban xâm lánh bẹp đi nơi chưa mùi chi ca pra xả ca ba mình ban xâm lánh bẹp đi cô trai tới nơi mình nẹ anh pra xả chiền đôi cho nè hỏi ban chỉ phi sất bay kia thả không nẹ cơ vẹt thả bà bậc cổ ban xâm lánh đại miền prạch nhà chỉ kriêng rệ xa khuôn miền prạch nhà trong chầm miền cô nô thoa chỉ kriêng nhang pra giao ao xâm lánh chỉ nẹ trai tới cho mùi chỉ nẹ miền chất rây o miền smart ở đây cọp sòng cọt đau xịt đây an trai tiếng buồn hỏi trai tới cho mùi nâng xâm lánh độ ảnh bà xoay nhà rồi mình ban xâm lánh đại miền prạch nhà chỉ kriêng rệ xa khuôn miền prạch nhà trong chầm miền cô nô thoa chỉ kriêng nhang pra giao ao xâm lánh chỉ nẹ trai tới cho mùi tê cô trai tới tay mà nẹ anh vinh đôi chia bề chia lạc bằng rọt để trung cho nè hơi đại tới mùi bờ ong anh ôm nô sầu đôi tầm rấy mua miệng tăng cạn đại lạc bằng vốn trai tới tay mà nè anh không thấy đôi cho nó đại cả trai tới rồi bỏ bờ cô tay ai ảnh chia con chia đo bờ sao bằng phật pro thả xa hai giờ ta cũng rồi mấy mình miên không bờ cô bì lời bờ cô nụ có bây giờ nè miên xịt đây khoan khoai trai tới tay mà nè ảnh hỏi mình qua bây thưa nữa ông pơ ba tiếng lai đôi chia đầm rây mua miệng tăng cạn chỉ sạch mình miên xịt đây khoan khoai lạc bằng vốn trai tới tại ai không thấy đôi cho nó đại không cài chọp bè kỳ thả vì khổ tiếng pram rồi rụt nụ ban tăng nơi không a ra hạt bè an non tật thế cam tu lơ sa đo tờ cô thòng thòng miễn ana thạ bên đây cả xe thấy chết đam nhà một hai cam tu thả bỏ bên bờ ong đôi chấm đàn a để dạp sao vẹt pram cao miễn ana thạ bên đây cả xe thấy chia bờ thiền sân khâm ca sanh giang một rộp bỏ bờ ong bè sa đa tra thả bao đôi chân nẹt cho tụi tôi bán nâng chi bò đôi chân hỏi oi bờ thề đã tụi tôi bán nâng chi bò hỏi đại giang trình tự đại đầm rầy bán cho đang plei vì khôi tiếng lai khơi đi chân có tu xua bè miền bờ phía thả bỏ bờ bờ ong đôi chấm đàn đại đầm rầy ní thưa ở vây bè sa đa thả mình ní vì khôi tiếng lai đầm rầy pratna nâng thay vì kha đòn nẹt tiếng lai đầm rầy ní bán thưa nơi opakara đo tật thà cột o rìa tây chơi tràn cả nhang chất đầm rầy ní oi có cọ là o mình xóm cua lời bè sa đa trong non vì khôi tiếng lai đại trở lọp một mình đi vì khôi tiếng lai nẹt tiếng lai cho trở lọp một bình chọn trong này đầm rầy bán cho tới can đòn prey hơi bán promo play chơi xem miền play khẩn nâng play chơi chỉ đa một thưa ao chi cầm nổ ngày sai làng bán dọc play chơi tiếng lai mộtประเคนbị khôi tiếng nụ bị khôi tiếng pram rồi rụt nụ bán chan play chơi đầm rầy mộtประเคนmình ở khung ca để sạch hoa tịch kịch bè sa đa trong can bát nâng chi võ sạch riêng trình tự sạch đầm rầy tơ tam chân lo nơi bị khôi tiếng lai cho sẽ bè sa đa bị khôi tiếng lai khơi được cho nó hỏi tu xua bè miền bè phía thả bong bè bè ong đôi chấm đàn ta đầm rầy ní thưa ở vây bè sa đa tra thả mình đi bị khôi tiếng lai đầm rầy ní nâng bên chun phụ nẹ từ hơi hỏi bờ bùa tơ tha cốt trò lót một bình bị khôi tiếng lai thả bỏ bè ong đôi chấm đàn giang ní bận men rư bè sa đa tra thả mình đi bị khôi tiếng lai giang ní hơi kề nụ bè sa đa tra nâng đầm rầy nụ thả mình đi pa lên lại ní chỉ ca tới mình trò lót một bình rồi bỏ tơ tha cốt lời chiên cái đấy vipassana cái đây mẹ cái đấy đừng phò cái đây rồi mình miễn đòn này anh không ai tập hiệp đi tề anh trôi chụp nơi tì nơi cho đầm rầy ban snap bịa đôi cho nó hỏi ban sộp ra môi trôi từ không mua sải dùng đào tam từ khang còi person bao sải đầm rầy nụ nên muốn prasada ao trở lọp từ vinh bản rồi mình pran để bán đòi akara giang nụ anh rồi hốt o chịu vật trong này khang prasada đại diện đo prom đan sọc hói có tra thả mình nil pa lên lại cha pp ni tư mình men chi ti cái lại như robot này anh ti chi ti lùm nơi robot phụ mình nụ miền on trai đau trùng vinh anh trôi chụp cho đầm rầy nụ chụp dùng hói được không tì nụ lục prasada trong lẹ băng cần lòng để chạm khổ tử bể đông robot đầm rầy nụ có bay thưa ca cái lệ gia tử có ban ca được không bị miền cầm pô sam sập dùi nia than ta và tầng miền niên tiếp áp so mi pon nẹt chỉ bò đi bà
ព្រោះសេចក្តីជ្រះថ្លាក្នុងព្រះសាស្តាមានឈ្មោះថាបាលលាយកៈទេវបុត្រចំណែកខាងព្រះសាស្តាដាច់យាងទៅដល់វត្តជេតពុនហើយដោយលំដាប់ភិក្ខុក្រុងកោសាំពីដឹងថាព្រះសាស្តាស្ដេចយាងដល់ក្រុងសាវត្ថីហើយបានទៅកាន់ទីនោះដើម្បីនឹងក្រាបទូលសូមខមាទោសចំពោះព្រះសាស្តាព្រះបានកោសលទ្រង់ព្រះសណ្ដាប់ថាពួកភិក្ខុក្រុងកោសាំពីដែលជាអ្នកបង្កចំនួនទាំងនោះមកទើបចូលទៅគាល់ព្រះសាស្តាទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គនឹងមិនព្រមឲ្យភិក្ខុទាំងនោះចូលមកកាន់ដែនរបស់ខ្ញុំព្រះអង្គទេព្រះសាស្តាទ្រង់តបថាបបិទ្ធមហារាជភិក្ខុទាំងនោះជាអ្នកមានសិលតែមិនកាន់យកនៅពាក្យរបស់តថាគតព្រោះវិវាទគ្នានឹងគ្នាប៉ុណ្ណោះឥឡូវនេះលោកទាំងឡាយមកដើម្បីសុំខមាទោសតថាគតបបិទ្ធមហារាជឲ្យភិក្ខុទាំងនោះចូលមកចោះចំណែកខាងអនាថបណ្ឌិតកសេដ្ឋីទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គនឹងមិនព្រមឲ្យភិក្ខុទាំងនោះចូលមកកាន់វិហាររបស់ខ្ញុំព្រះអង្គទេដូច្នោះហើយត្រូវព្រះសាស្តាទ្រង់ហាមយ៉ាងនេះហើយបាននៅស្ងៀមក៏កាលភិក្ខុទាំងនោះដល់ក្រុងសាវត្ថីហើយដោយលំដាប់ហើយព្រះមានព្រះភិក្ខទ្រង់ប្រទានទីសេនាសនៈដល់ទីដ៏សមគួរមួយឲ្យជាទីស្ងាត់ដល់លោកទាំងឡាយភិក្ខុពួកដទៃមិនអង្គុយមិនឈររួមនឹងភិក្ខុទាំងនោះពួកជនអ្នកមកហើយទូលសួរព្រះសាស្តាថាបបិទ្ធព្រះអង្គដ៏ចម្រើនភិក្ខុពួកណាជាភិក្ខុក្រុងកោសាំពីជាអ្នកបង្កវិវាទគ្នានឹងគ្នានោះព្រះសាស្តាទ្រង់សម្ដែងថាពួកនោះភិក្ខុក្រុងកោសាំពីទាំងនោះត្រូវបានពួកជនអ្នកមកហើយចង្អុលថានោះពួកភិក្ខុក្រុងកោសាំពីជាអ្នកបង្កចំនួននោះពួកភិក្ខុក្រុងកោសាំពីជាអ្នកបង្កចំនួនដូច្នោះហើយមិនលើកសេរសាឡើងព្រោះការអៀនខ្មាស់សំយងកដាក់មុខចោះទាព្រះបាទមូលនៃព្រះមានព្រះភិក្ខទូសូមខមាទោសព្រះមានព្រះភិក្ខព្រះសាស្តាត្រាស់ថាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយបានធ្វើកម្មដ៏ធ្ងន់ហើយអ្នកទាំងឡាយសូមបីបួសហើយនៅក្នុងសំណាក់របស់ព្រះពុទ្ធប្រកបដោយតថាគតការតថាគតសម្ដែងធម៌ឲ្យសាមគ្គីគ្នាមិនធ្វើតាមពាក្យរបស់តថាគតចំណែកបណ្ឌិតអំពីមុនបានស្ដាប់ឱវាទរបស់មាតានិងបិតាជាអ្នកត្រូវប្រហារជីវិតការមាតានិងបិតានោះសូម្បីត្រូវប្រហារជីវិតក៏មិនកន្លងឱវាទនោះខាងក្រោយមកបានគ្រងរាជសម្បត្តិក្នុងដែនទាំងពីរដូច្នោះហើយត្រាស់សម្ដែងទីឃាវកុមារជាដើមដូចមុនទៀតហើយត្រាស់ថាមនាលភិក្ខុទាំងឡាយទីឃាវកុមារសូម្បីការប្រមាតានិងបិតាត្រូវប្រហារជីវិតយ៉ាងនេះក៏មិនឈានកន្លងឱវាទរបស់ព្រះមាតានិងបិតាទាំងនោះហើយក្រោយមកបានជាធីតារបស់ព្រះបាទព្រហ្មទត្តគ្រងរាជសម្បត្តិក្នុងដែនកោសលនិងកាសីចំណែកអ្នកទាំងឡាយមិនធ្វើតាមពាក្យរបស់តថាគតធ្វើកម្មដ៏ធ្ងន់ណាស់ដូច្នោះហើយទ្រង់ត្រាស់នៅព្រះគាថានេះថាបរិច្ចវិជានន្តិមយមដ្ឋយមេមសេយេចតថវិជានន្តិតតោសមន្តិមេធគាជនទាំងឡាយដទៃក្រៅអំពីបណ្ឌិតតែមិនដឹងខ្លួនថាយើងទាំងឡាយនឹងវិនិច្ឆ័យក្នុងកណ្ដាលនៃពួកជនដូច្នេះឡើយចំណែកជនទាំងឡាយណាក្នុងពួកនេះដឹងថាយើងទាំងឡាយនឹងវិនិច្ឆ័យក្នុងកណ្ដាលនៃពួកនេះដូច្នេះការឆ្លោះប្រកែកគ្នាទាំងឡាយរមែងរងាប់ពីជនទាំងនោះសេចក្តីថាពួកជនអ្នកធ្វើការឆ្លោះប្រកែកគ្នាវាបណ្ឌិតទាំងឡាយចេញគឺពួកដតីក្រៅអំពីបណ្ឌិតនោះឈ្មោះថាពួកជនដតីពួកជនដតីនោះធ្វើការខ្វល់ខ្វាយនៅក្នុងជំនុំសង្ឃនោះរមែងមិនដឹងខ្លួនថាយើងទាំងឡាយរមែងវិនិច្ឆ័យបានដល់ចូលទៅកាន់ទីចិត្តនៃសំណាក់មច្ចុជានិច្ចសេចក្តីថាជនទាំងឡាយណាជាបណ្ឌិតទាំងពួងនេះរមែងដឹងខ្លួនថាយើងទាំងឡាយរមែងចូលទៅកាន់ទីចិត្តនៃមច្ចុជនទាំងឡាយយ៉ាងនេះដឹងហើយធ្វើទុកក្នុងចិត្តដោយប្រពៃហើយរមែងប្រណិប័តដើម្បីស្ងប់ក្នុងការព្យាយាមគឺការឆ្លោះប្រកែកគ្នាការបើដូច្នោះការឆ្លោះប្រកែកគ្នាទាំងនោះរមែងស្ងប់ព្រោះការប្រណិប័តនៃបណ្ឌិតទាំងនោះជនទាំងឡាយសូម្បីដែលយើងជាតថាគតបានព្រាមប្រដៅថាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយកុំឆ្លោះប្រកែកគ្នាឡើយដូច្នេះជាដើមក្នុងការមុនក៏មិនស្ដាប់
មិនទទួលអវត្តរបស់តថាគតឈ្មោះថាពួកជនដតីពួកជនដតីនោះរមែងមិនដឹងខ្លួនថាយើងទាំងឡាយប្រកាន់ខុសដោយអំណាចនៃអកតេក្នុងការលំអៀងមានឆន្ទាគតិជាដើមរមែងវានេះបានដល់ការព្យាយាមដើម្បីញ៉ាំងការចម្រើននៃហេតុដែលធ្វើសេចក្តីវិនិច្ឆ័យមានការជ្រួតប្រកែកគ្នាជាដើមក្នុងកណ្ដាលនៃជំនុំសង្ឃតែឥឡូវនេះបរិសុទ្ធជាបណ្ឌិតទាំងឡាយរវាងលោកទាំងឡាយនោះពិចារណាដឹងច្បាស់ថាការមុនយើងទាំងឡាយព្យាយាមដោយអំណាចនៃអកតេមានឆន្ទាគតិជាដើមមានប្រណិប័តដោយការមិនប្រពៃព្យាយាមឆ្លោះប្រកែកគ្នាឥឡូវនេះការឆ្លោះប្រកែកគ្នាទាំងនោះរមែងស្ងប់រងាប់អំពីសំណាក់បណ្ឌិតទាំងឡាយនោះគឺព្រោះអាស្រ័យដែលជាបរិសុទ្ធជាបណ្ឌិតទាំងឡាយនោះក្នុងការចប់ព្រះគាថាភិក្ខុដែលប្រជុំគ្នានោះបានតាំងនៅក្នុងអរិយផលទាំងឡាយមានសោតាបតិផលជាដើមដូចនេះឯងខតកនិកាយគាថាធម្មបទរឿងភិក្ខុកោសំពីដែលរៀបរាប់ដោយខ្ញុំព្រះករណាអាត្មាភាពព្រះភិក្ខុធម្មវិជតោបតុងជាលោកគ្រូចៅអធិការនៃវត្តថ្មអណ្ដែតដែលស្ថិតនៅភូមិច្បក់ភ្លោះឃុំភ្នំបានស្រុកពេញលឺខេត្តកណ្ដាលបានលើកយកមកសម្ដែងជាធម្មទាននេះចប់ដោយបរិបូរតែប៉ុណ្ណេះឯងសូមអរព្រះគុណនិងអរគុណ